យើងបន្តចាប់អារម្មណ៍នៅព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យសុខាភិបាលវិញទស្សនិកជនជាទីមេត្រីឯកឧត្តមអៀងមូលីបានដឹកនាំនៅកិច្ចប្រជុំពាក់ព័ន្ធទៅនឹងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍នៅព្រឹកថ្ងៃទី14ខែតុលាឆ្នាំ2025នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឯកឧត្តមទេសរដ្ឋមន្ត្រីអៀងមូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្តីអំពីការតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំរួមមានឯកឧត្តមលោកជំទាវជាប្រធានអនុប្រធានព្រមទាំងសមាជិកក្រុមការងារតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028និងឯកឧត្តមលោកជំទាវលោកស្រីជាប្រធានអនុប្រធានព្រមទាំងសមាជិកក្រុមប្រឹក្សាបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នេះគឺជាកិច្ចប្រជុំលើកទី1ដែលក្រុមការងារអន្តរក្រសួងតាមដានការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028និងក្រុមប្រឹក្សាបច្ចេកទេសបានចូលរួមប្រជុំរួមគ្នាកិច្ចប្រជុំត្រូវបានរៀបចំធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលកើតមានឡើងនៅក្នុងពេលអនុវត្តគោលនយោបាយនិងលើកឡើងជាដំណោះស្រាយសម្រាប់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងស្ថាប័នរាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់យកទៅអនុវត្តឯកឧត្តមទេសរដ្ឋមន្ត្រីអៀងមូលីបានបញ្ជាក់ថាក្នុងគោលបំណងជំរុញការតាមដាននិងវិតម្លៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ2023-2028ឲ្យបានជោគជ័យក្រុមការងារអន្តរក្រសួងបានឯកភាពគ្នាថារៀបចំនៅកិច្ចប្រជុំរួមជាមួយនឹងក្រុមប្រឹក្សាបច្ចេកទេសឲ្យបានមួយដងក្នុងមួយត្រីមាសទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបន្តទៀតថារបាយការណ៍ស្តីអំពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ2024ដាក់ជូនរាជរដ្ឋាភិបាលរួចរាល់ដោយបានឆ្លងកាត់ក្រុមប្រឹក្សាអ្នកច្បាប់និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមនិងវប្បធម៌នៅទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយឯកឧត្តមទេសរដ្ឋមន្ត្រីអៀងមូលីបានបន្ថែមថាក្នុងឆ្នាំ2024តាមរយៈកិច្ចប្រឹងប្រែងរួមគ្នាជាមួយនឹងលទ្ធផលនៃការអនុវត្តគោលនយោបាយលើគោលដៅ95 កម្ពុជាសម្រេចបាន92 198ជារួមក្រសួងស្ថាប័នរាជធានីខេត្តបានបង្កើតនិងធ្វើឲ្យដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ក្រសួងស្ថាប័ននិងថ្នាក់រាជធានីខេត្តទាំងស្រុងដែលឡែកស្រុកខណ្ឌឃុំសង្កាត់មួយចំនួនមិនទាន់បានបង្កើតឬដំណើរការទាំងស្រុងនៅឡើយដោយក្រសួងស្ថាប័នរាជធានីខេត្តក៏បានខិតខំធ្វើការបញ្ជ្រាបនៃការយល់ដឹងអំពីមេរោគអេដស៍និងអំពីការរើសអើងអ្នកផ្ទុកមេរោគអេដស៍ផងដែរទន្ទឹមនឹងនេះក្រសួងស្ថាប័នរាជធានីខេត្តស្ទើរតែទាំងអស់គឺមិនទាន់ដាក់បញ្ចូលនៅតំណាងអ្នកផ្ទុកមេរោគអេដស៍ប្រជាជនកន្លឹះនិងសង្គមស៊ីវិលក្នុងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍របស់ខ្លួននៅឡើយមុននឹងប្រកាសបើកនៅកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រីបានគូបញ្ជាក់ថាកម្ពុជាបានបង្កើតទីតាំងធ្វើតេស្តនិងទីតាំងធ្វើតេស្តបញ្ជាក់មេរោគអេដស៍មួយចំនួនគួរឲ្យកត់សម្គាល់ទន្ទឹមនឹងនេះការផ្ដល់សេវាប្រឹក្សាក៏មានកំណើនក៏ប៉ុន្តែមិនទាន់ដល់គោលដៅដែលបានកំណត់នៅឡើយចំណុចល្អសម្រាប់កម្ពុជាគឺការដាក់ឲ្យប្រើប្រាស់ឱសថកាបូតេក្រាវីប្រភេទចាក់ដែលចាក់មួយដងគឺមានប្រសិទ្ធភាព2ខែឬ Cabrep ជាវិធីបង្ការមុនពេលប្រព្រឹត្តប្រឈមការគ្របដណ្ដប់របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសម្បត្តិសុខាភិបាលដល់អ្នកផ្ទុកមេរោគអេដស៍គឺបានកើនឡើងដល់ទៅ 71%